បាទជំរាបសួរបងប្អូនអរគ្នាបាទជ្រូកប្រហែលជាយប់នេះកាត់កូនហើយបងប្អូនបាទព្រោះចាប់ផ្ដើមកាយសបុកហើយបងប្អូនបាទកាយសបុកហើយពោះធំមែនតើហើយឡើងយាដកដីហើយកំពុងកាយសបុកបាទយប់នេះប្រហែលជានឹងកាត់កូនបងប្អូនបាទយប់នេះនឹងកាត់កូននឹងកាត់ស្មាម៉ាននេះបងប្អូនប្រហែលជាក្នុងយប់នេះពោះឡើងដកដីមែនតើនេះពោះឈប់ហើយគង់រៀបចំសបុកវានៅពេលវាចិត្តកាត់កូនយ៉ាងរៀងកាយទីបងប្អូនប្រយ័ត្នប្រយែងពួកនេះពូវាដកដីពូដាក់ច្បើងឲ្យទាំងប្រមាណក្បាលបងប្អូនទេទាំងអស់គ្នាមើលអានេះកូនលើកទី2ហើយបងប្អូនកូនលើកទី2ហើយកូនលើកទី2ដល់ដីហើយក្បាលពុះធ្លាក់ដល់ដីនឹងផ្លឹកហើយបាន4-10ក្បាលមកគាត់